ស្វែងយល់អំពីប្រទេសដីកោះហ្វីជីស្ថិតនៅចំកណ្ដាលនៃមហាសមុទ្រប៉ាស៊ីហ្វិកកោះហ្វីជីគឺជានគរកោះដ៏ស្រស់ស្អាតដែលបង្កប់នូវប្រវត្តិសាស្ត្រដ៏សម្បូរបែបវប្បធម៌ចម្រុះនិងបរិស្ថានដ៏អស្ចារ្យប្រទេសដែលមានកោះចំនួន333នេះបានទាក់ទាញភ្ញៀវទេសចរអ្នកស្រាវជ្រាវនិងអ្នកផ្សងព្រេងពីជុំវិញពិភពលោកនៅក្នុងដំណើរវីដេអូនេះក្នុងការស្វែងយល់អំពីកោះនេះនិងរុករកពីភូមិសាស្ត្រប្រវត្តិសាស្ត្រសេដ្ឋកិច្ចនិងរបៀបរស់នៅរបស់ប្រជាជនហ្វីជីទី1ភូមិសាស្ត្រប្រទេសហ្វីជីស្ថិតនៅក្នុងតំបន់មេឡានេស៊ីនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូងស្ថិតនៅចំចម្ងាយប្រមាណ 2000 គីឡូម៉ែត្រពីឆ្នេរខាងកើតនៃប្រទេសអូស្ត្រាលីប្រទេសនេះរួមមានកោះចំនួន333កោះដែលមានផ្ទៃដីសរុប 18333 គីឡូម៉ែត្រការ៉េនៅក្នុងនោះមានកោះធំៗចំនួន2គឺកោះ Viti Levu និងកោះ Vanuatu ភូមិសាស្ត្រហ្វីជីមានលក្ខណៈចម្រុះបំផុតកោះធំៗមានភ្នំខ្ពស់ៗដែលកើតឡើងពីសកម្មភាពភ្នំភ្លើងជាច្រើនលានឆ្នាំមុនភ្នំតូម៉ានីវីគឺជាកំពូលភ្នំខ្ពស់បំផុតដែលមានកម្ពស់ 1324 ម៉ែត្រស្ថិតនៅលើកោះ Viti Levu ដែលមានជីវជាតិល្អហើយតំបន់ជាច្រើនត្រូវបានគ្របដណ្ដប់ដោយព្រៃត្រូពិកនៅជុំវិញកោះគឺហ៊ុំព័ទ្ធទៅដោយផ្កាថ្មនិងថ្មប្រប្រាក់ទឹកដ៏ស្រស់ស្អាតដែលជាទីជម្រករបស់សត្វសមុទ្រជាង 1500 ប្រភេទនិងផ្កាថ្មប្រប្រាក់ទឹកជាង 400 ប្រភេទ Great Sea Reef ឬ Kakulevu ដែលស្ថិតនៅខាងជើងនៃប្រទេសហ្វីជីគឺជាបណ្ដុំនៃផ្កាថ្មប្រប្រាក់ទឹកដ៏ធំបំផុតទី3នៅលើពិភពលោកដែលមានប្រវែងជាង 200 គីឡូម៉ែត្រហ្វីជីមានអាកាសធាតុត្រូពិកក្តៅល្មមដែលមានសីតុណ្ហភាពជាមធ្យមប្រហែល 25 អង្សាសេពេញមួយឆ្នាំរដូវសម្បូរផ្លែឈើចាប់ពីខែវិច្ឆិកាដល់ខែមេសាជាមួយនឹងទឹកភ្លៀងធ្លាក់ច្រើននិងខ្យល់ព្យុះធ្ងន់ធ្ងរ1 ទៅ 2 ដងក្នុងមួយឆ្នាំរដូវមានអាកាសធាតុស្ងួតនិងត្រជាក់ចាប់ពីខែឧសភាដល់ខែតុលាទី2ប្រវត្តិសាស្ត្រជនជាតិដើមហ្វីជីបានមកដល់នៅកោះប្រហែល 3500 ឆ្នាំមុនគ្រិស្តសករាជជាផ្នែកមួយនៃការផ្លាស់ទីលំនៅរបស់ជនជាតិ Austronesian សង្គមបុរាណរបស់ហ្វីជីមានរចនាសម្ព័ន្ធសង្គមស្មុគស្មាញមានមេដឹកនាំអំបូរទូរ៉ាកាដឹកនាំជាមួយនឹងប្រពៃណីក្នុងការធ្វើចម្បាំង Abel Tasman គឺជាជនជាតិអឺរ៉ុបដំបូងដែលបានឃើញកោះហ្វីជីនៅឆ្នាំ 1643 ប៉ុន្តែការទំនាក់ទំនងជាមួយនឹងលោកខាងលិចមិនចាប់ផ្ដើមរហូតដល់លោក Captain James Cook មកដល់នៅឆ្នាំ 1774 នៅសតវត្សទី 19 អ្នកជំនួញនិងអ្នកផ្សព្វផ្សាយសាសនាអឺរ៉ុបបានចាប់ផ្ដើមមកដល់ហើយនៅឆ្នាំ 1874 ហ្វីជីបានក្លាយជាកម្មសិទ្ធិរបស់អង់គ្លេសហ្វីជីទទួលបានឯករាជ្យពីអង់គ្លេសនៅថ្ងៃទី 10 ខែតុលាឆ្នាំ 1970 តាំងពីពេលនោះមកប្រទេសនេះបានជួបប្រទះនឹងរដ្ឋប្រហារយោធា4លើកនៅឆ្នាំ 1987 ឆ្នាំ 2000 ឆ្នាំ 2006 និងឆ្នាំ 2009 ដែលបង្កឲ្យមានសេដ្ឋកិច្ចមិនឋិតថេរក្រោយការបោះឆ្នោតប្រជាធិបតេយ្យនៅឆ្នាំ 2014 ហ្វីជីបានចាប់ផ្ដើមដំណើរទៅរកស្ថិរភាពនយោបាយនិងការអភិវឌ្ឍនាពេលបច្ចុប្បន្ននេះទី3សេដ្ឋកិច្ចកសិកម្មគឺជាសសរស្តម្ភដ៏សំខាន់បំផុតនៃសេដ្ឋកិច្ចហ្វីជីដោយមានការដាំដុះអំពៅដំឡូងមីស្រូវម្រេចល្ងនិងមេម៉ាវផលិតផលសំខាន់បំផុតជាប្រពៃណីគឺស្ករនិងទឹកឃ្មុំដែលជាផលិតផលពីចម្ការអំពៅទូទាំងប្រទេសវិស័យទេសចរគឺជាវិស័យរីកចម្រើនបំផុតដែលរួមចំណែកប្រមាណ 40% នៃផលិតផលនៅក្នុងស្រុកសរុបជារៀងរាល់ឆ្នាំមានភ្ញៀវទេសចរប្រមាណ 900,000 នាក់មកទស្សនាហ្វីជីភាគច្រើនមកពីអូស្ត្រាលីនិងញូហ្សេឡង់ការមុជទឹកការរុករកបណ្ដុំនៃផ្កាថ្មនិងថ្មប្រប្រាក់ទឹកនិងការស្វែងយល់ពីវប្បធម៌ជនជាតិដើមគឺជាការទាក់ទាញភ្ញៀវទេសចរការនាំចេញសំខាន់ៗរួមមានទឹកដបស្ករសម្លៀកបំពាក់ផលិតផលឈើនិងផលិតផលសមុទ្រប្រទេសហ្វីជីក៏កំពុងអភិវឌ្ឍវិស័យហិរញ្ញវត្ថុនិងសេវាកម្មអាជីវកម្មរបស់ខ្លួនផងដែរទោះជាយ៉ាងណាសេដ្ឋកិច្ចនៅតែប្រឈមនឹងបញ្ហាដូចជាការរត់ពន្ធនិងឧបសគ្គសម្រាប់ការវិនិយោគបរទេសទី4ទិដ្ឋភាពជុំវិញនៃកោះហ្វីជីមានទេសភាពស្រស់ស្អាតគួរឲ្យកត់សម្គាល់នៅលើកោះ Viti Levu ឧទ្យានជាតិកូរ៉ូយ៉ានីទូបង្ហាញពីព្រៃឈើពណ៌បៃតងកំពូលភ្នំនិងទឹកធ្លាក់ដ៏ស្រស់ស្អាតទន្លេសីងាទូកាដែលមានប្រវែង 120 គីឡូម៉ែត្រគឺជាទន្លេដែលវែងជាងគេនៅលើកោះហើយរត់កាត់ពី Viti Levu ក្រៅឆ្នេរកោះផ្កាថ្មនិងថ្មប្រប្រាក់ទឹករបស់ហ្វីជីគឺជាមួយនឹងប្រព័ន្ធ
ដែលមានជីវៈចម្រុះបំផុតនៅលើពិភពលោក Rainbow Reef និង Great Astrolabe Reef មានត្រីនិងសត្វក្រោមទឹកជាច្រើនប្រភេទការមុជទឹកនិងជម្រាកទឹកគឺជាសកម្មភាពពេញនិយមដែលបង្ហាញពីទិដ្ឋភាពដ៏អស្ចារ្យនៃពិភពក្រោមទឹកទី5ជីវភាពរស់នៅរបស់ប្រជាជនហ្វីជីមានប្រជាជនប្រមាណ 900,000 នាក់ដែលភាគច្រើនជាជនជាតិហ្វីជីនិងឥណ្ឌាដែលជាកូនចៅរបស់កម្មករចំណាកស្រុកនៅតាមជនបទភូមិប្រពៃណីនៅតែរក្សាបាននៅរចនាសម្ព័ន្ធសហគមន៍សម្លៀកបំពាក់ប្រពៃណីសម្រាប់បុរសគឺសំពត់ Zulu ហើយស្ត្រីពាក់ Chichi ឬឈុតដែលមានផ្ទៃខាងលើនិងសំពត់ច្រើនពណ៌ជនជាតិហ្វីជីភាគច្រើនកាន់សាសនាគ្រិស្តប្រមាណ 65% និងហិណ្ឌូប្រមាណ 28% វិហារនិងវត្តហិណ្ឌូជាច្រើនមានវត្តនៅទូទាំងប្រទេសដែលឆ្លុះបញ្ចាំងពីសាសនាចម្រុះនៃប្រទេសនេះម្ហូបហ្វីជីមានឥទ្ធិពលពីគ្រឿងផ្សំក្នុងស្រុកវប្បធម៌តំបន់ប៉ាស៊ីហ្វិកនិងម្ហូបឥណ្ឌាម្ហូបប្រពៃណីដូចជាកូកូដាម្ហូបត្រីឆៅឆុងនិងទឹកដូងនិងឡូវ៉ូអាហារចម្អិននៅក្នុងរណ្ដៅដីក្តៅគឺជាម្ហូបពេញនិយមសម្រាប់ពិធីពិសេសផ្នែកឥណ្ឌានៃសង្គមហ្វីជីក៏បានបង្កើតនៅម្ហូប Indo-Fijian ដែលរួមបញ្ចូលគ្នារវាងរសជាតិឥណ្ឌានិងគ្រឿងផ្សំនៅក្នុងស្រុកជីវភាពរស់នៅប្រចាំថ្ងៃនៅហ្វីជីមានចលនាយឺតដោយមានភាពតានតឹងកើតឡើងនៅក្នុងទីក្រុងធំៗវប្បធម៌ហ្វីជីផ្ដល់នូវតម្លៃខ្ពស់ចំពោះការគោរពសហគមន៍ទំនាក់ទំនងគ្រួសារពាក្យជាភាសាហ្វីជី Bula មានន័យថាជីវិតឬសួស្តីហើយឆ្លុះបញ្ចាំងពីទស្សនៈវិជ្ជមាននិងរស់រាយរាក់ទាក់របស់ប្រជាជនហ្វីជីគឺជាកោះដ៏អស្ចារ្យដែលបង្ហាញពីការរួមបញ្ចូលគ្នានៃប្រវត្តិសាស្ត្រវប្បធម៌និងធម្មជាតិស្រស់ស្អាតទោះបីជាប្រឈមនឹងបញ្ហាជាច្រើនក៏ដោយក៏ប្រជាជនហ្វីជីបានរក្សាបាននូវអត្តសញ្ញាណវប្បធម៌របស់ពួកគេខណៈពេលដែលបន្សាំទៅនឹងពិភពលោកទំនើបពីភ្នំឆើតដល់ផ្កាថ្មប្រប្រាស់ទឹកពីវប្បធម៌ដ៏សម្បូរបែបរហូតដល់ភាពរស់រាយរាក់ទាក់របស់ប្រជាជនហ្វីជីបន្តទាក់ទាញអ្នកទស្សនានិងផ្ដល់បទពិសោធន៍ដែលមិនអាចបំភ្លេចបានបើសិនជាអ្នកកំពុងរៀបចំផែនការធ្វើដំណើរទៅកាន់តំបន់ប៉ាស៊ីហ្វិកខាងត្បូងសូមពិចារណាអំពីនគរកោះដ៏អស្ចារ្យនេះជាមួយនឹងកន្លែងដែលទំនៀមទម្លាប់បុរាណជួបជាមួយនឹងភាពទំនើបនិងធម្មជាតិបង្ហាញពីសម្រស់ដ៏អស្ចារ្យបំផុតរបស់ហ្វីជីបាទខ្ញុំបាទសូមបញ្ចប់ត្រឹមប៉ុណ្ណេះអំពីប្រទេសកោះហ្វីជីសូមខន្តីអភ័យទោសរាល់កំហុសឆ្គងដោយអចេតនាជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណ